ណែមកចេញឲ្យតាន់ត្រេនរបស់គេងាវហា7ទុំហើយថ្ងៃនេះមេឃបើកថ្ងៃល្អខ្លាំងណាស់ឡើងក្តៅហែងតែម្ដងគ្រាន់តែឃើញមេឃបើកថ្ងៃនេះគឺអត់ចាំយូរទេណាទាញម៉ូតូវឹងជិះទៅផ្សារទិញងាវ2គីឡូយកមកហាងាវ7ទុំគេឯងដែរព្រោះអីឃើញមើលទៅតំណងដល់ហើយចាំយូរទេទិញបានងាវ2គីឡូមកដល់ផ្ទះគឺដាក់ចូលកធុនមកដាក់ទឹកលាងវាឲ្យស្អាតណាបងប្អូនលាង4-10ទឹកទៅឲ្យវាស្អាតសហើយក៏យើងយកមកចាប់ផ្ដើមរៀបចំគ្រឿងរបស់យើងនេះគ្រឿងប្រឡាក់ងាវរបស់ខ្ញុំគឺមានប៉ុណ្ណេះណាបងប្អូនដាក់ឆ្នាំងដាំទឹកឲ្យពុះហើយខ្ញុំដាក់ម្សៅស៊ុបមួយចុងស្លាបព្រាស្ករមួយចុងស្លាបព្រាអំបិលមួយចុងស្លាបព្រាហើយច្របាច់ក្រូចឆ្មាថែមមួយផ្លែហើយយើងដាក់ទាំងសបកចូលតិចនិចស្រុះងាវនេះគឺធ្វើឲ្យសាច់ងាវវាផ្អែមហើយស្រួយឆ្ងាញ់ខ្ញុំដាក់វារួចរាល់ហើយខ្ញុំចាក់ងាវចូលណាបងប្អូនរាប់ពី1ដល់10គឺបានហើយដោយសារងាវនេះគឺខ្ញុំស្រុះយកឆ្អិនតែ50%ទេរបៀបស្រុះងាវគឺស្រួលជាងរបៀបស្រុះលៀសបើលៀសយើងស្រុះអត់ស្រួលទេគឺវាអាចនឹងហាមាត់ខ្ញុំស្រុះងាវហើយខ្ញុំយកតកកយកមកកប់សាច់ងាវនេះដើម្បីឲ្យសាច់ងាវវាកាន់តែស្រួយហើយខ្ញុំក៏មកចាប់ដើមធ្វើគ្រឿងប្រឡាក់ងាវណាបងប្អូនគឺខ្ញុំដាក់មានខ្ទឹមសម្ទេសម្សៅស៊ុបស្ករអំបិលប៊ីចេងហើយថែមជាមួយនឹងទឹកអំបិលទុំខ្ញុំយកវាមកកិនណាបងប្អូនប៉ុន្តែម៉ាស៊ីនកិនរបស់ខ្ញុំនេះវាធំពេកតែពេលកិនទៅគឺវាអត់ម៉ត់ល្អទេអញ្ចឹងខ្ញុំក៏ចាក់ពីម៉ាស៊ីនកិនហ្នឹងគឺមកបុកវិញក៏ដោយសារតែខ្លាចខ្ទាតត្រូវមុខហ្នឹងហើយបានខ្ជិលបុកឥឡូវមកបុកវិញដដែលណាបងប្អូនយើងបុកវាឲ្យម៉ត់ល្អហើយគ្រឿងដែលយើងបុកនេះគឺយើងយកវាមកប្រឡាក់ជាមួយនឹងងាវទៅនិយាយពីថាឃើញទឹកប្រឡាក់ងាវនេះគឺថាអូយតំណងឆ្ងាញ់ណាបងប្អូនហើយសំខាន់គឺដាក់ម្ទេសឲ្យហឹលហោះទោះបីម្ទេសឥឡូវហ្នឹងគឺថ្លៃដូចមាសក៏ដោយក៏ត្រូវតែដាក់ម្ទេសឲ្យហឹលដែរអ្នកចូលចិត្តញ៉ាំម្ទេសបានយល់ណាសុខចិត្តអត់ទិញមាសទេយកលុយមកទិញម្ទេសញ៉ាំសិនព្រោះអីបើអត់មានម្ទេសទេម្ហូបអីក៏ញ៉ាំមិនឆ្ងាញ់ដែរអញ្ចឹងដាក់ហាងងាវទេហឹលហោះមកគឺត្រូវមាត់តែម្ដងប្រឡាក់រួចហើយខ្ញុំក៏យកងាវនេះដាក់ទៅហានៅលើស្ពានបងប្អូនដោយសារនៅលើស្ពានហ្នឹងគឺមេឃកំពុងតែបើកថ្ងៃក្តៅអញ្ចឹងគឺហាងាវគឺវាឆាប់ឆ្អិនស្ងួតល្អណាអញ្ចឹងខ្ញុំយកទៅដាក់ហានៅលើស្ពានវាលស្រែរបស់ខ្ញុំគាត់ដើរកាត់តាមកញ្ចុះបងប្អូនដែលគាត់មកហាងរបស់ខ្ញុំគឺគាត់ស្រែកសួរទិញងាវហ្នឹងហើយងាវមិនទាន់បានដាក់ហាហ្នឹងបងប្អូនស្រែកសួរឲ្យខ្ញុំអត់លក់ទេដោយសារងាវនេះគឺខ្ញុំហាញ៉ាំខ្លួនឯងតែបន្តិចណាបងប្អូនដាក់ហាហើយខ្ញុំក៏យកគ្រឿងដែលយើងយកមករោយបន្ថែមពីលើងាវហើយគ្រឿងដែលយើងយកមកដាក់រោយបន្ថែមនេះគឺមានម្សៅស៊ុបស្ករជាមួយនឹងម្ទេសហុយយើងកិនវាឲ្យម៉ត់ហើយនៅពេលដែលងាវយើងស្ងួតបានខ្លះហ្នឹងគឺយើងយកវាមកដាក់រោយបន្ថែមបែបនេះទៅដើម្បីឲ្យវាជាប់គ្រឿងរសជាតិកាន់តែដិតហើយបើនិយាយពីខ្ញុំនេះវិញឲ្យតែថាហាងងាវឬមួយក៏ហាលៀសនេះវិញចេញចូលគឺភ្លក់រហូតចង់ដឹងថាវាឆ្អិនបានញ៉ាំនៅមានអីណាបងប្អូនគឺភ្លក់មកចេញចូលភ្លក់ហើយឥឡូវនេះគឺងាវនេះគឺបានឆ្អិនរួចរាល់តំណងខ្លាំងណាស់បងប្អូនហើយនិយាយពីថាក្រហមឆ្អិនឆ្អៅហ្មងរសជាតិនេះគឺដឹងតែហឹលហោះហើយតែមុននឹងខ្ញុំញ៉ាំងាវហា7ទុំនេះគឺខ្ញុំមកដាក់ថ្នាំកាពះពេអ៊ីម៉ាកមកកញ្ចប់សិនដោយសារដឹងថាងាវនេះគឺហឹលខ្លាំងអញ្ចឹងដាក់ថ្នាំកាពះពេអ៊ីម៉ាកការពារថ្នាំកាពះពេអ៊ីម៉ាកព្រីមៀមនេះគឺយើងញ៉ាំតែមកកញ្ចប់មុនអាហារឬមកក៏ក្រោយអាហារវាជួយឲ្យយើងហ្នឹងគឺអត់មានបញ្ហាចុកកាពះលមូកាពះឆ្អល់កាពះទេដាក់មកកញ្ចប់ហើយរសជាតិគឺថាឆ្ងាញ់ប្រហែលញ៉ាំរបស់ហឹលប៉ុណ្ណាក៏អត់បញ្ហាដែរញ៉ាំថ្នាំកាពះរួចរាល់ហើយឥឡូវមើលសាកងាវហា7ទុំរបស់យើងថារសជាតិវាហឹលហោះឆ្ងាញ់កម្រិតណាដែរអូយជូរឆ្ងាញ់មែនតើណាអាណាចូលចិត្តញ៉ាំងាវញ៉ាំវាដូចខ្ញុំចេះអូយលឹកគ្រឿងវាឆ្ងាញ់ណាស់បងប្អូនណែកុំឃើញតែមានកញ្ចក់អញ្ចឹងថាបកងាវមិនបានញ៉ាំអីចាំប្តីចាំអីណាគេបកឲ្យអត់ទេលៀសឲ្យងាវបកខ្លួនឯងញ៉ាំខ្លួនឯងនេះថាសាច់វិញឲ្យអួយហ្មងណាបងប្អូនសំខាន់ណាទឹក7ទុំទៀតរសជាតិឆ្ងាញ់មួយបែបពីលៀសអូយឆ្ងាញ់ណាស់ហើយបើនិយាយពីសាច់ងាវវិញឆ្អិន 70% នៅឈាមតិចតិចបែបនេះអូយឡើងផ្អែមស្រួយតែម្ដងហើយញ៉ាំជាមួយនឹងបាយក្តាំងបាយកកនេះទៀតអូយត្រូវជាតិគ្នាខ្លាំងមែនតើណាបានហាងងាវ7ទុំនេះហើយជំនួសលៀសហាបានហើយបងប្អូនអើយឆ្ងាញ់ខ្លាំងតែម្ដងណាដាក់មកជាតិសាហាវម៉ែអើយអូយខ្ទិះណាបងប្អូននេះនៅឈាមតិចតិចចឹងណាអូយពេញឆ្ងាញ់អូយញ៉ាំបងប្អូន